អូខេសួស្តីបងប្អូនយើងទាំងអស់គ្នាឥឡូវយើងបន្តជាមួយគ្នាទៀតត្រង់ចំណុចទី4សំទោសមេរៀនទី4នៅចំណុច Munfa និង Chongbo ចឹងយើងដឹងហើយ Munfa វប្បធម៌ Chongbo ព័ត៌មានហើយ va នៅកណ្ដាលនេះគឺជាឈ្នួកភ្ជាប់នាមបកប្រែថានឹងដូច្នេះព័ត៌មាននិងវប្បធម៌បកមុខក៏មុនក៏បានក្រោយមុនក៏បានដែរអត់បញ្ហាទេបាទមុខក្រោយមុនវិញខ្ញុំចង់មានន័យថាបកវប្បធម៌និងព័ត៌មានវប្បធម៌មួយណាក៏បានតោះចំណុចសំខាន់ដែលយើងនឹងសិក្សាជាមួយគ្នាគឺ Hangul-ge Hangul-kore A នេះរបស់ចឹងរបស់កូរ៉េមក Chasik បកប្រែថាការអង្គុយបាទការអង្គុយហើយ Munfa បកប្រែថាវប្បធម៌អញ្ចឹងវប្បធម៌នៃការអង្គុយរបស់កូរ៉េតោះអញ្ចឹងយើងមានចំណុចពីរធំដែលយើងនឹងសិក្សាជាមួយគ្នាទី1យើងនឹងរៀនអំពីតោះ Hanguk 사람들은បាទ 방이나 마루의 바닥에 앉아서 식사를 하거나 휴식을 취하는 차식 문화를 가지고 있습니다. មកយើងមកប្រែជាមួយគ្នាតើ 한국 사람들은 មកប្រែជនជាតិកូរ៉េទាំងអស់ដែលពាក្យធឿលនៅកណ្ដាលនេះគឺជាទម្រង់ពហុវចនៈយើងបកប្រែទាំងអស់ឬក៏ជាច្រើនមានន័យរាប់ពី2នាក់ឡើងទៅនៅទីនេះគឺជាមេរៀនទី1របស់យើងគឺទម្រង់ប្រធានទេអញ្ចឹងនៅពេលដែលយើងបកប្រែច្បាស់ណាស់ប្រកាសជាបកកន្លែងនឹងលេខ1មុនគេហើយមកផាំងអ៊ីណាផាំងបកប្រែថាបន្ទប់ហើយអ៊ីណានៅកណ្ដាលនេះគឺជាទម្រង់ឬក៏យើងបកប្រែថាឬក៏បើសិនជាបញ្ចប់ដោយស្រៈយើងប្រើតាណាកណ្ដាលនេះមួយទេតែបើសិនជាព្យញ្ជនៈត្រូវមានអ៊ីណានេះព្យញ្ជនៈស្រៈសង្ឃឹមតន់ណាមក Maru បកប្រែថាការ៉ូឈើបាទសំដៅទៅលើផ្ទៃក្រោមនៃផ្ទះរបស់យើងប៉ុន្តែគេបិទជាប្រភេទឈើណាបាទឬក៏ជាប្រភេទជ័រអញ្ចឹងទៅមកផាត់ថាំងមកប្រែថាផ្ទៃបាតអង្គុយបាទអញ្ចឹងមិនថាផ្ទៃបាតអង្គុយជាជ័រឬក៏ជាបន្ទប់អញ្ចឹងទៅមកអាន់ចាសមកពីអន្តាអង្គុយនេះកន្លែងផាត់តាំងខ្ញុំសូមបកម្ដងទៀតកន្លងអត់ទាន់ផាត់តាំងបកប្រែថាផ្ទៃបាតឬក៏ផ្ទៃក្រោមបើសិនជាផ្ទះស្រុកខ្មែរយើងហៅអានៀបហើយបើសិនជាផ្ទះថ្មគេហៅអាការ៉ូហ្នឹងតោះនេះកន្លែងហ្នឹងបាទមកអានចាសមកពីអន្តាអង្គុយបាទអសដោយអញ្ចឹងដោយអង្គុយបាទសិក្សាហាដាបាទសិក្សាហាដាបកប្រែថាញ៉ាំអាហារបាទអញ្ចឹងញ៉ាំអាហារដោយអង្គុយតទៀតកណាននេះគឺជាទម្រង់ឬក៏ដែរបាទឬក៏ដែរប៉ុន្តែអាកន្លែងឬក៏ទីនេះគឺប្រើជាមួយកិរិយាសព្ទគេប្រើកណាតែអ៊ីណាដែលយើងនៅខាងនេះគឺជាឬក៏នាមទេណាមានន័យថាបាយឬក៏ទឹកបាយឬក៏សម្លអានឹងគឺជានាមទេប៉ុន្តែញ៉ាំឬក៏គេងនេះអាពាក្យគេងនិងពាក្យញ៉ាំគឺជាកិរិយាសព្ទអញ្ចឹងបើប្រើពាក្យឬក៏គឺត្រូវតែប្រើកណានេះតទៀត Shusik បាទ Shusik을 취하는 មកពី Shusik 취하다 ពាក្យនេះបកប្រែថាសម្រាកបាទសម្រាកតែបើវាស្មើនឹងពាក្យ Swida សម្រាកដែរទេណាប៉ុន្តែពាក្យនៅក្នុងមេរៀនថ្មីនេះគឺគេឲ្យយើងស្គាល់ពាក្យថ្មីរបស់ជនជាតិកូរ៉េហើយតោះអញ្ចឹងពាក្យនេះបកប្រែថាសម្រាក Chasik យើងដឹងហើយបកប្រែថាអង្គុយ Munfa វប្បធម៌ Kajiko មកពី Kajida នឹងយកឬក៏ជ្រើសយកហើយបូកជាមួយនឹងគោអ៊ីស៊ីមីដាទម្រង់កំពុងអញ្ចឹងកំពុងតែជ្រើសយកអញ្ចឹងនៅពេលដែលយើងបកប្រែច្បាស់ណាស់ហានគូស្រាំទ្រឿនលេខ1បកដេញពីចុងវិញលេខ2មកណាលេខ2ដាក់សញ្ញាព្រួយមកមុខតែចាប់ដើមថាជនជាតិកូរ៉េទាំងអស់បកដេញពីចុងវិញគឺកំពុងតែជ្រើសយកវប្បធម៌នៃការអង្គុយណាវប្បធម៌នៃការអង្គុយហ្នឹងដែលអាចសម្រាប់ឆេស៊ីគលហាឆេហានិនណាឆេហានិនដែលអាចសម្រាប់ឬក៏ញ៉ាំអាហារសិក្សាឬហាតានេះញ៉ាំអាហារដោយគេបាទអាន់យ៉ាសដោយអង្គុយនៅលើឥដ្ឋដែលជាការ៉ូឈើឬក៏នៅក្នុងបនបន្ទប់បាទនៅលើឥដ្ឋអាខាងក្រោមផ្ទៃបាតខាងក្រោមជាប្រភេទឈើឬក៏អង្គុយចឹងទៅបាទអ៊ីរ៉ូហាន់មកប្រែថាបែបនេះហើយបាទបែបនេះហើយឆាស៊ីកកន្លែងអង្គុយមុនហ្វាវប្បធម៌អញ្ចឹងកន្លែងនេះមាននឿនទៀតដែរអញ្ចឹងត្រូវបងអានឹងលេខ1ដូចគ្នាមិនសិនពីយកនឹងបកប្រែបកនេះទៅមុនណាអញ្ចឹងមានន័យថាម៉េចវប្បធម៌នៃការអង្គុយបែបនេះហើយខាជុកបកប្រែថាក្រុមគ្រួសារបាទខាជុកគ្រួសារតទៀតខាកាអ៊ុនបកប្រែថាចិត្តស្និទ្ធបាទពាក្យខាកាអ៊ុនបើនិយាយអំពីន័យត្រង់របស់វាមានន័យថានៅចិត្តប៉ុន្តែបើនិយាយពីតំណែងតំណងទៅបកប្រែចិត្តស្និទ្ធដែរមកពួកអីវាមានពាក្យថានេះ Chingutulkiri បាទ Chingutul បកប្រែថាមិត្តភក្តិទាំងអស់ហើយ Kiri បកប្រែថាគ្នានឹងគ្នារវាងគ្នានឹងគ្នាអញ្ចឹងណាអញ្ចឹង Chingutulkiri មានថាមិត្តភក្តិរវាងមិត្តភក្តិគ្នានឹងគ្នាអញ្ចឹងទៅដែរឯស្និទ្ធស្នាល
ហាំកែស្មើនឹងពាក្យខាត់ឈីជាមួយគ្នាបាទហាំកែស្មើនឹងពាក្យខាត់ឈីជាមួយគ្នាសូធុងហៅគូមកពាក្យសូធុងហាដាបបប្រែថាតាក់តងបាទសូធុងហាដាតាក់តងតែបិទយើងធ្លាប់ទៅលើពាក្យថាខ្វាន់លីហាដាខ្វាន់លីគ្រប់ក្រុងសំទោខ្វាន់យ៉ាន់ហាដាមិនចឹងហ៎ចានេះគេឲ្យយើងរៀនថ្មីសូធុងហាដាមានន័យថាការតាក់តងអញ្ចឹងការតាក់តងជាមួយគ្នានឹងគ្នារវាងមិត្តភ័ក្តិកាន់តែស្និទ្ធស្នាលឬក៏ក្រុមគ្រួសារឥឡូវយើងទៅបន្តទៀតបាទយុទ្ធកម្មមកប្រែថាចំណងបាទចំណងបកឲ្យអស់សិនចាំយើងសរុបន័យយ៉ងសងហានមកពីយ៉ងសងហាដាបកប្រែថារិទ្ធបាទរិទ្ធបន្តឹងអញ្ចឹងដល់ពេលយើងសរុបពាក្យពីរនឹងចូលគ្នាមានន័យថារិទ្ធបន្តឹងនៅចំណងមិត្តភាពបងមែនណារិទ្ធបន្តឹងចំណងមិត្តភាពពាក្យយុទ្ធកម្មបកប្រែថាចំណងមិត្តភាពអញ្ចឹងមកយ៉ងសងហាដាបកប្រែថារិទ្ធបន្តឹងតើនឹងទេគឺជាទម្រង់ភ្ជាប់ប្រយោគទេយើងបកប្រែទេបាទធូមុលជុំនីដាបកប្រែថាជួយបាទធូមុលជូដានជួយអូខេបកប្រែជួយមកពពាក្យហ្នឹងគឺមកពីធូមុលជូដាហ្នឹងទេណាបាទយើងអត់មានអីពីចំណាំសិនមកណាអូខេអញ្ចឹងយើងបកប្រែប្រកាសជាបកប្រែកន្លែង thefa នេះហើយមុន fa នេះមាននឿនទេតើអញ្ចឹងវប្បធម៌នៃការអង្គុយបែបនេះហើយបកនេះពីចុងមកវិញគឺអាចជួយឬក៏គឺជួយឲ្យរឹតចំណងនៃមិត្តភាពដែលអាចតាក់ទងជាមួយគ្នារវាងមិត្តភ័ក្តិដែលកាន់តែស្និទ្ធស្នាលឬក៏ក្រុមគ្រួសារណាមានន័យថាវប្បធម៌នៃការអង្គុយនៅលើផ្ទៃឥដ្ឋក្រោមស្មើហ្នឹងទៅឬក៏នៅក្នុងបន្ទប់ហ្នឹងអង្គុយញ៉ាំបាយឬក៏អង្គុយធ្វើអីមួយចឹងទៅវាជួយទៅបន្តឹងចំណងមិត្តភាពគ្រួសារក៏ដោយមិត្តភ័ក្តិក៏ដោយកាន់តែស្និទ្ធស្នាលបន្តទៀតឆាស៊ីកមុនហ្វារ៉ូបាទឆាស៊ីកកន្លែងអង្គុយមុនហ្វាវប្បធម៌ជាវប្បធម៌នៃការអង្គុយបងប្អូនត្រូវតន់កន្លែងហ្នឹងនេះឆាស៊ីកមុនហ្វាគឺជាឈ្មោះប្រធានបទគេកន្លែងខាងលើនេះដែលយើងកំពុងរៀននេះអញ្ចឹងយើងតន់ទាំងអស់គ្នាគឺគេកំពុងនិយាយអំពីពាក្យថាឆាស៊ីកមុនហ្វាមួយហ្នឹងណាបាទតោះ in he បងប្រែថាដោយសារតែហាន់គុកសារ៉ាំជនជាតិកូរ៉េទាំងអស់ចាជនជាតិកូរ៉េទាំងអស់ដោយសារតែវប្បធម៌នៃការអង្គុយនេះបើយើងបកប្រែអញ្ចឹងណាព្រោះអីកន្លែងឆាសនេះមានលឿននេះអញ្ចឹងទៅបងអានឹងលេខ1តោះថេពូពុនបកប្រែថាភាកច្រើនថេពូពុនជីបអានអេសជីបផ្ទះអានក្នុងអញ្ចឹងបូកបញ្ចូលគ្នាក្នុងផ្ទះបាទនៅក្នុងផ្ទះភាកច្រើនអេសគឺជាបរិវារស័ព្ទមានទីកន្លែងទេបាទ simple podco simple ស្បែកជើងបាទ podco មកពី pod តាដោះចេញអញ្ចឹងដោះស្បែកជើងចេញចូលទៅក្នុងផ្ទះភាកច្រើនSengfal ha ញោមកពាក្យ Sengfal hada មកប្រែថាការរស់នៅបាទឬក៏ការប្រស្រ័យតាក់ទងគ្នាអញ្ចឹងទៅណា Sengfal គឺសំដៅទៅលើពាក្យថាដេកដើរឈរអង្គុយនៅលើការរស់នៅនឹងមនុស្សដែលមានដង្ហើមនោះគឺ Sengfal ហើយតោះអញ្ចឹងយើងអាចបកប្រែពីត្រឹមនឹងមុនព្រោះមានក្បៀសបើតែវាអត់តន់អស់ប្រយោគយើងបកសិនណាមួយចាំយើងបង់លេខផាថាកែអានយ៉ាសបាទអង្គុយលើផ្ទៃក្រោមបាទផាថាកមកពីផ្ទៃបាតខាងក្រោមហ្នឹងឬក៏រនៀបហ្នឹងនៅក្នុងផ្ទះឈើខ្មែរអានចាសមកពីអានតាអង្គុយសនៅទម្រង់ដោយសារណារៀនអត់តដល់ទេប៉ុន្តែសូមចំណាំបដាអានចាសដោយសារអង្គុយឬក៏ដោយអង្គុយមកសិក្សាហានិនបាទសិក្សាហាតាបកប្រែថាញ៉ាំអាហារហើយនៅនេះគឺជាទម្រង់ដែលដូច្នេះដែលញ៉ាំអាហារអូខេបាទដែលញ៉ាំអាហារមកសិកតាំងដូឈីបកេភុលស៊ូស្មៀដាបាទសិកតាំងបកប្រែថាហាងបាទហាងហើយ sweep នេះបកប្រែថាយ៉ាងងាយបាទហើយ pull ស៊ុយស្មីដាមកពាក្យ poda នឹងមើលមានន័យថាឃើញអញ្ចឹងនៅកន្លែងនេះមានន័យចេះ sweep pull មកពាក្យ sweep poda មានន័យថាមើលឃើញភាកច្រើនណាបើថាកលេចតាណាក៏ឃើញមានន័យថាងាយមើលអញ្ចឹងណាអញ្ចឹងកលេចតាណាក៏ឃើញមានថាស្រួលមើលឬក៏មើលឃើញច្រើនឬក៏មើលឃើញភាកច្រើនអញ្ចឹងមកជាភាសាខ្មែរស្រួលយល់ណាបាទបើយើងបកតាមពាក្យត្រង់ឆ្កុយមកជាភាសាខ្មែរអត់យល់ទេមកអញ្ចឹងរីអ៊ីស៊ុយស៊ីមដាកតុយក្រោយទម្រង់អាចបាទទម្រង់អាចអញ្ចឹងសូមបកប្រែពាក្យធម្មនេះមុនហើយកន្លែងនេះលេខ2ពុំមានក្បៀសបាទហើយលេខ3បាទលេខ3យើងបកបញ្ចុះមកវិញមកអូខេតោះយើងចាប់ផ្ដើមថាជនជាតិកូរ៉េទាំងអស់ដោយសារតែវប្បធម៌នៃការអង្គុយនេះឆាស៊ីកមុនហ្វាដែលជាប្រធានបទយ៉ាងហ្នឹងដោយសារតែវប្បធម៌នៃការអង្គុយហ្នឹងបើនេះពីចុងវិញគឺគេរស់នៅដោយដោះស្បែកជើងចូលទៅក្នុងផ្ទះភាគច្រើនហើយបន្តមកទៀតគេឃើញច្រើនណាស់នៅតាមហាងដែលគេញ៉ាំអាហារដោយអង្គុយនៅលើឥដ្ឋផ្ទាល់ឬក៏នៅលើផ្ទៃបាតផ្ទាល់ហ្នឹងអ
bà cho mưa rút phiêu bật than tới bà mình nên than che tới đây rút phiêu bởi dân khơi nhé mưa mình nấu cứ coi này chúng vinh nè bà coi to chân tờ mà đúng coi cổ mai computer tổng tiết màu nâng tờ nè bà hay dân nhà bài tờ chả lại chân tờ chứ chưa cái đấy cứ tầm lọt bạn nâng đi bộ tha bờ sân thì dân coi chấn khang khổm nếu vì miền cộng đại á phụ bê của đấy thì chạy nhận đằng ạ chẳng vì miền cộng đại chẳng bờ sân trên coi toàn thế vì thua dân cọ đại đài nhà mà hà nhà bài tới cứ nghi sruan chân tờ này rồi có nhưng mà khả năng có được cái này này cứ chụp tay anh ấy cứ chia mà rú nè để dân có bông khơi nhỉ phạt thẳng mà rú nè và tay khang khổm đã chia bập hết caro chơi này ai mà chân coi chân ta mà chung chân ta mà tha tại nhắm bài thì coi thua ấy các bạn này mình đây chắc à là dân ta bật to nó thằng chúng nó khổm tiết mà cái này thầm mấy cha xích môn pha cả và bập to này càng coi nhắn á mà hắn te bập ra thầm nia pe pa chban rồi có pa chban mà biết tha chi sục thế đừng mà biết chi sục thế đã bập ra thà du ông vàng rồi có bằng to riêng một mà bằng to riêng một ở đây để có bông tàn bằng to mà hai bên toàn chắc bị tư to tiền chẳng hạn nó cứ chi sục thế đái bập ra thà riêng một rồi có du ông vàng của má rồi có chi bằng to tiết của bạn đây nấy đôi đặc biệt để sống bỏ ở dù vô được luôn ấy EU បបរតាហេតុផលអញ្ចឹងមានតែហេតុផលដែលបន្តរហូតដល់ពេលបច្ចុប្បន្នបបធរនៃការអង្គុយហ្នឹងគេចង់និយាយពីហេតុផលម្ដងមិនប្រាប់យើងឲ្យថារបៀបអង្គុយឥឡូវគេបញ្ចូលពីហេតុផលនៃការដែលបន្តដល់ពេលបច្ចុប្បន្ននៃបបធរនៃការអង្គុយណាមក한국의អេនេះទីបបប្រែថារបស់មកឈុនធុងបបប្រែថាប្រពៃណីណាន់បាំងបបប្រែថាការកម្ដៅតែក៏កម្ដៅបងប្អូននេះដែលយើងធ្វើមិនក្ដៅឲ្យតែក្ដៅអាហ្នឹងគេហៅណាន់បាំងហីបាទឬក៏ឥឡូវយើងមើលបន្តទៀតសិនទៅប៉ាំងស៊ីកបបប្រែថារបៀបឬក៏វិធីសាស្ត្រអញ្ចឹងរបៀបឬក៏វិធីសាស្ត្រកម្ដៅបែបប្រពៃណីពីបុរាណមកអត់មានអគ្គិសនីទេអញ្ចឹងប្រកបណាជនជាតិដែលរស់នៅក្នុងអាកាសធាតុត្រជាក់មានព្រើអញ្ចឹងគេប្រកបជាមានវិធីសាស្ត្រគេហើយអញ្ចឹងអាហ្នឹងឯងគឺជាវិធីសាស្ត្រកម្ដៅបែបប្រពៃណីគេហៅថាអ៊ុនទូលនេះអត់មានការបកប្រែថាម៉េចទេនេះគឺជាពាក្យភាសាកូរ៉េដែលជាពាក្យបច្ចេកទេសដែលគេហៅកាត់ហ្នឹងឥឡូវយើងមើលបន្តទៀតសិនបាទពាក្យថាយ៉ងយ៉ាងបកប្រែថាអតិពលបាទហើយតែមុននេះដោយសារតែមុនអ៊ីរ៉ាហ្គូឡើយនេះបកប្រែថានិយាយថាបាទឬក៏គេហៅថាអ៊ុនទូលនេះណាគេហៅថាអ៊ុនទូលហ្នឹងអូខេអញ្ចឹងយើងបកប្រែពីណាទៅណាមុនប្រកាសជាបកប្រែកន្លែង EU នេះពួក EU នេះមាននឿនណាអញ្ចឹងយើងបង់អានឹងលេខ1ដាក់សញ្ញាព្រួយទៅមុខហើយបកលេខ2មកណាបាទតោះចាប់ដើមតាហេតុផលដែលបន្តរហូតដល់ពេលបច្ចុប្បន្ននេះអាពាជាសុខដុមបន្តរហូតដល់ពេលបច្ចុប្បន្នហើយវប្បធម៌នៃការអង្គុយហ្នឹងបកនេះបញ្ចុងវិញគឺគេហៅវាថាអ៊ុនទូលដោយសារតែវាមានឥទ្ធិពលវាបន្តមានឥទ្ធិពលវាគឺជាវិធីសាស្ត្រកម្ដៅបែបប្រពៃណីរបស់ប្រទេសកូរ៉េអូខេចឹងតួកន្លែងហ្នឹងណាបាទអ៊ុនទូលគឺជាវិធីសាស្ត្របែបប្រពៃណីរបស់កូរ៉េនៅក្នុងការធ្វើឲ្យក្ដៅនៅក្នុងបន្ទប់ហ្នឹងវាពិសេសណាស់សម្រាប់អ្នកដែលចង់ស្វែងយល់ភាសាកូរ៉េកាន់តែលម្អិតជាពិសេសគឺរបៀបនៅក្នុងការរស់នៅអ្នកដែលចង់ប្រឡងចូលសញ្ជាតិអីហ្នឹងណាអាហ្នឹងគឺជាមេរៀនដែលយើងត្រូវតែរៀនដែរបាទមិនត្រឹមតែដឹងគឺយើងអាចសរសេរបាននេះគឺសួរថាអ៊ុនទូលគឺជាអ្វីអញ្ចឹងរៀបរាប់មកមួយជួរហ្នឹងគឺជាអ៊ុនទូលអត្ថន័យនៃអ៊ុនទូលដែរបាទណាតោះអញ្ចឹងយើងទៅបន្តទៀតអ៊ុនទូលហ្នឹងឥឡូវចាប់ពីពេលហ្នឹងទៅមិញគេបញ្យល់អ៊ុនទូលគឺជាឥទ្ធិពលឬក៏ជាវិធីសាស្ត្រកម្ដៅបែបប្រពៃណីអញ្ចឹងពាក្យតែអ៊ុនទូលហ្នឹងយើងអាចហៅបានថាវិធីកម្ដៅបែបប្រពៃណីយើងហៅអញ្ចឹងមកដោយសារគេពាក្យកាត់របស់គេមកបន្តមកទៀតផាថាក់បបប្រែថាផ្ទៃក្រោមឬក៏ផ្ទៃបាតក្រោមអញ្ចឹងហ៎បាទផ្ទៃបាតក្រោមហ្នឹងតើទិដ្ឋាគេបបប្រែថាឲ្យកក់ក្ដៅថានឹងបាទអញ្ចឹងដែលធ្វើឲ្យកក់ក្ដៅតែទិដ្ឋាបាទអូខេមិនធំហ៎10បានហើយអូខេកក់ក្ដៅបន្តមកទៀត한국 전통 បាទ한국របស់កូរ៉េ 전통 ប្រពៃណីណាន់បាំងបបប្រែថាកម្ដៅបាទបកប្រែមួយជាមួយគ្នាណាស្កូបវីដអូសរសេរមកបងប្អូនអរគ្នាឬក៏អាចសរសេរឲ្យលឿនតនគ្រូមិនណាបាទបើកសភៅបដាយើងមើលវីដេអូបដាមកម្ដងទៀតហាន់ហ្គូកែរបស់កូរ៉េឆុនធុងបកប្រែប្រពៃណីបាទណាន់បាំងបកប្រែថាកម្ដៅ
ហើយ system បកប្រែថាប្រព័ន្ធនេះគឺជាពាក្យអង់គ្លេសទេ system ហ្នឹងបងប្អូនអរគ្នាណាគេទៅសេជា system អញ្ចឹងគឺជាប្រព័ន្ធកម្ដៅបែបប្រពៃណីរបស់កូរ៉េបាទអូខេអញ្ចឹងកន្លែងហ្នឹងមានក្បៀសអញ្ចឹងប្រកាសយើងបកអាហ្នឹងមុនមកកាត់ដំណឹងសិនប៉ុន្តែវាអត់ទាន់អស់អញ្ចឹងយើងទៅបកអស់សិនចាំខ្ញុំបងលេខសរុប Yoro Kagu Yoro បកប្រែច្រើន Kagu នេះគ្រឿងសង្ហារឹមអញ្ចឹងគ្រឿងសង្ហារឹមជាច្រើនប្រទេសយើងធម្មតាទេមានគ្រឿងសង្ហារឹមច្រើនអញ្ចឹងទៅមក Moyo Sanin Moyo Sada បកប្រែថាប្រើប្រាស់ប្រមូលផ្ដុំនៃការប្រើប្រាស់ដល់ពាក្យ Moyo នេះមកពី Moida បកប្រែថាប្រមូលផ្ដុំហើយ Sanin មកពី Sada ទិញអូខេខ្ញុំច្រឡំប្រើប្រាស់ Suda ទេបានប្រើប្រាស់ចានេះបកប្រែទិញអញ្ចឹងប្រមូលទិញបាទយើងមកថាប្រមូលទិញគ្រឿងសង្ហារឹមជាច្រើនប្រភេទអញ្ចឹងមកអាផាត់ធឺបាទអាផាត់ធឺយើងដឹងហើយគឺ apartment អាគាររស់នៅខ្ពស់ច្រើនជាន់អញ្ចឹងទៅបាទអេសគឺជាបរិយាស័ព្ទទីកន្លែងទេយើងអត់បកប្រែទេគាត់តែដឹងថាទូនីតិរបស់វាជួយបញ្ជាក់ថាពាក្យនេះគឺជាទីកន្លែងច្បាស់ណាស់អាផាត់ធឺគឺជាទីកន្លែងហើយវាអាចមានជើងដើរទៅណាបានទេមិនអញ្ចឹងហើយដូនេះបកប្រែផងដែរបាទតោះផៃភឺបកប្រែថាបំពង់បង្ហូរផៃភឺយើងអាចហៅថាជាទយោក៏បានឬក៏ជាបំពង់បង្ហូរទឹកឬក៏បង្ហូរហ្គាសអញ្ចឹងទៅមកបាត់ថាគឺផ្ទៃខាងក្រោមបាទផ្ទៃឥដ្ឋខាងក្រោម Khara មកពី Khalta បកប្រែក្រាលបាទអញ្ចឹងមានថាក្រាលបំពង់នៅផ្ទៃខាងក្រោមនៅក្នុងផ្ទៃខាងក្រោមនេះក្រាលបំពង់នឹងនៅផ្ទៃខាងក្រោមអូខេមើលបន្តទៀតគឺកូអ៊ុនមុលគឺកូអ៊ុនមកប្រែកក់ក្ដៅឬក៏ក្ដៅមុលនឹងទឹកអញ្ចឹងទូកូអ៊ុនមុលមានថាទឹកក្ដៅសុនហ្វាន់ស៊ីគីពាក្យថ្មីណាសុនហ្វាន់ស៊ីគីបកប្រែថាទៅមកបាទពាក្យហ្នឹងបើសិនជាយើងនិយាយបកប្រែជាលក្ខណៈ translate នៅក្នុងវចនានុក្រមគេបកប្រែថាចរាចរណ៍អញ្ចឹងមានន័យចរាចរណ៍មិនអាទឹកក្ដៅវាចរាចរណ៍មានទឹកក្ដៅគឺវាទៅមកគេប្រើទឹកក្ដៅដើម្បីជីវវិទ្យាសាស្ត្រកម្ដៅអញ្ចឹងណាដាក់ដាំទឹកក្ដៅហើយចាក់ចូលបំពង់ហ្នឹងតែអញ្ចឹងទឹកហ្នឹងវានៅខាងក្រោមកម្រាលហ្នឹងវាធ្វើឲ្យកក់ក្ដៅអញ្ចឹងណាបាទមកបន្តមកទៀតប៉ាំងស៊ីកបាទប៉ាំងស៊ីកគឺជាវិធីសាស្ត្របាទសាយងថេមីដាមកពាក្យសាយងថេណាប្រើប្រាស់បាទអញ្ចឹងវាថាប្រើប្រាស់ជាវិធីសាស្ត្របាទអូខេតោះឥឡូវយើងបកប្រែមួយទាំងអស់គ្នាមកបាទកន្លែងណាបាទអ៊ុនឌុលនេះមាននឿនអញ្ចឹងបងនឹងលេខ1បាទហូហែអញ្ចឹងមកកន្លែងនេះមានក្បៀសអញ្ចឹងអាកន្លែងរោនេះខ្ញុំភ្លេចបកប្រែរោនឹងបកប្រែជាតាមដោយជាអញ្ចឹង system គឺជាប្រព័ន្ធអញ្ចឹងជាប្រព័ន្ធមកអញ្ចឹងបងនឹងលេខ2តែបកប្រែមកថាម៉េចថាអ៊ុនឌុលឬក៏វិធីសាស្ត្រកម្ដៅបែបបុរាណបកដេញពីចុងលេខ2មកគេថាគឺជាប្រព័ន្ធកម្ដៅបែបប្រពៃណីរបស់កូរ៉េដែលជួយឲ្យឬក៏ដែលអីគេដែលធ្វើឲ្យផ្ទៃបាតខាងក្រោមនេះផាថាក់នៅក្រោមផ្ទៃបាតខាងក្រោមនឹងកក់ក្ដៅឥឡូវយើងមកបន្តទៀតមកបាទបន្តទៀតយើងបកប្រែពីកន្លែងណាបាទយើងបកប្រែពីចុងមកវិញមកតែម្ដងក៏បានដែរតោះបាទមិនក៏បានទេគេតែបកអញ្ចឹងហ៎បាទអញ្ចឹងអញ្ចឹងមកយើងបកប្រែមកថាម៉េចគឺគេប្រើប្រាស់ដោយវិធីសាស្ត្រណាប្រើប្រាស់ដោយប្រើវិធីសាស្ត្រទឹកក្ដៅហ្នឹងទៅមកបាទឬក៏អ៊ុនមូលប្រើវិធីសាស្ត្រទឹកក្ដៅទៅមកដោយក្រាលនៅខាងក្រោមផ្ទៃបាតខាងក្រោមដោយបំពង់ហ្នឹងណាដោយបំពង់នៅ apartment ផងដែរណានៅបំពង់នៅក្នុងផ្ទៃក្រោមហើយនៅក្នុង apartment ផងដែរដោយវាប្រមូលផ្ដុំដោយទិញប្រមូលមកឬក៏ទិញមកជាច្រើននៅគ្រឿងសង្ហារឹមជាច្រើនប្រភេទនៅកន្លែងនេះបើសិនជាបកទៅរៀងមានអារម្មណ៍ថាស្មុគស្មាញប៉ុន្តែខ្ញុំចង់បញ្យល់មកវិញគេមានន័យថាអញ្ចឹងនៅក្នុង apartment នៅក្នុងការរស់នៅរបស់យើងគឺមានអាគ្រឿងសង្ហារឹមច្រើនតុទូសឡុងកៅអីនឹងច្រើនណាស់អញ្ចឹងគឺគេក្រាលវានៅពីខាងក្រោមនឹងខាងក្រោមអាផ្ទៃបាតនេះក្រាលអាបំពង់បង្ហូរទឹកក្ដៅទៅមកខាងក្រោមនឹងបាទមិនថានៅក្នុង apartment នៅក្នុងផ្ទះប្រភេទណាទេគឺក្រាលអញ្ចឹងអានេះគឺជាវិធីសាស្ត្របុរាណប៉ុន្តែអានេះគឺជាបុរាណតែបច្ចុប្បន្នគេអត់ដែរប្រើអញ្ចឹងទេគឺគេប្រើអគ្គិសនីអស់ហើយគឺគេប្រើ gas បាទគឺគេក្រាលនៅខាងក្រោមនឹងនៅក្នុងផ្ទៃបាតឬក៏បេតុងហ្នឹងក្រាលមួយជាន់ហើយបើគេក្រាលការ៉ូពីខាងលើទៀតដើម្បីកម្ដៅអញ្ចឹងទៅអាហ្នឹងបច្ចុប្បន្នណាអានេះគឺជាអ្វីដែលយើងរៀនបែបបុរាណឥឡូវយើងទៅបន្តទៀតបាទនេះផាត់កេសរបាទឥឡូវលុបនេះដើម្បីឲ្យឃើញសញ្ញាខណ្ឌបាទនេះអញ្ចឹងផាត់នៅខាងក្រៅបាទជូរ៉ូបបប្រែភាគច្រើនបាទសូផាបប្រែសាឡុងបាទសូផាសាឡុង
ហើយណានៅទីនេះគឺជាទម្រង់ឬក៏ទេដោយសារវាមកចាប់អាស្រ័យគេប៉ុណ្ណាអញ្ចឹងហើយមកចាកៅអីអញ្ចឹងកៅអីឬក៏សាឡុងភាគច្រើនមកអានចាមកពីអន្តាអង្គុយសាំងហ្វាល់រស់នៅអញ្ចឹងរស់នៅដោយអង្គុយលើសាឡុងឬក៏កៅអីចំមិនសារ៉ាំដូចំមិនមកពីចំតានឹងក្មេងៗបាទសំដៅទៅលើមនុស្សណាដែលយើងហៅហ្នឹងក្មេងៗអញ្ចឹងណាមិនមែនតែក្មេងញយទេមិនណា30 40អីដែលមនុស្សចាស់មើលមកគេថាក្មេងៗសំដៅលើពាក្យហ្នឹងមកសារ៉ាំទូទូមកថាមនុស្សជាច្រើនអញ្ចឹងអាពាក្យថាចំមិនសារ៉ាំទូនោះមានថាមនុស្សក្មេងៗបាទឬក៏យើងហៅតែក្មេងៗមកអញ្ចឹងហ៎បាទក្មេងៗហ្នឹងតទៀតជីបអានបាទជីបអាននៅក្នុងផ្ទះជីបអានក្នុងផ្ទះអេសនឺនគឺជាបបស័ព្ទទេឆាជូបប្រែថាញឹកញាប់តាទិដ្ឋានមកពីតាទិដ្ឋានដែរបប្រែថាកក់ក្ដៅបាទកក់ក្ដៅផាត់ថាក់បប្រែថាផ្ទៃបាតខាងក្រោមអន្តាអង្គុយជីវីនេះទូរទស្សន៍ផូកណាមកពីផូដាមើលអញ្ចឹងមើលទូរទស្សន៍ដោយអង្គុយនៅផ្ទៃរៀបខាងក្រោមហ្នឹងកណាឬក៏បាទស្វីគីដូធេមនីដាមកពាក្យស្វីដានេះបប្រែថាសម្រាប់ហើយបូជាមួយនឹងទម្រង់គីដូហាំនីដាទម្រង់អាចអូខេអាចអញ្ចឹងយើងបកប្រែមកសូមបកប្រែលម្អិតមួយជាមួយគ្នាផាតាកេសនឿនក្រៅនឹងមាននឿនបងលេខ1បាទអូខេបងលេខ1កន្លែងហ្នឹងមកហើយជូរ៉ូជីបអានចំមិនសារ៉ាំទូតូបាទនេះកន្លែងនេះលេខ2បាទលេខ2អញ្ចឹងមកអូខេមកចាប់ដើមគេថានៅខាងក្រៅណាបាទសំទោសបកអញ្ចឹងដូចជាអត់ត្រូវទេព្រោះដាច់សាច់រឿងគេហើយអញ្ចឹងគេថានៅខាងក្រៅមនុស្សក្មេងៗនេះកន្លែងមនុស្សក្មេងៗនេះយើងបងលេខ2ណាបាទបកឲ្យយល់ន័យតោះហើយបន្តមកទៀតកន្លែងជីបអានអ៊ីននៅក្នុងផ្ទះនេះបងលេខ3មកហើយបកនេះពីចុងវិញ4បាទចាប់ដើមថានៅខាងក្រៅមនុស្សក្មេងៗគឺគេរស់នៅដោយអង្គុយលើកៅអីឬក៏សាឡុងភាគច្រើនជូរ៉ូមិនចឹងយើងបកប្រែភាគច្រើនអានេះគេនិយាយនៅខាងក្រៅប៉ុន្តែអ៊ីបជីបអានអេសនឺនប៉ុន្តែនៅក្នុងផ្ទះបកនេះពីចុងវិញគឺគេអាចសម្រាកឬក៏មើលទូរទស្សន៍ដោយអង្គុយនៅលើផ្ទៃឥដ្ឋខាងក្រោមដែលវាកក់ក្ដៅជាញឹកញាប់អញ្ចឹងមានថានៅខាងក្រៅផ្ទះគឺគេអាចអង្គុយនៅលើសាឡុងឬក៏កៅអីប៉ុន្តែបើនៅក្នុងផ្ទះគឺគេអង្គុយលើអាផ្ទៃខាងក្រោមនោះព្រោះវាកក់ក្ដៅអញ្ចឹងមើលទូរទស្សន៍ក៏បានឬក៏សម្រាកក៏បានអូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងទេនេះគឺជាមូនហ្វាហើយនឹងឆុងបូដែលគេនិយាយអំពីឆាស៊ីកមូនហ្វាដែលយើងអាចរៀនអីបាននៅក្នុងហ្នឹងគឺពាក្យថាអ៊ុនឌុលណាដែលយើងបកប្រែមិញអ៊ុនឌុលបាទអញ្ចឹងពាក្យអ៊ុនឌុលនេះគឺសំដៅទៅលើការប្រើវិធីកម្ដៅបែបបុរាណអញ្ចឹងតែអញ្ចឹងវីដេអូហ្នឹងមេរៀនហ្នឹងគឺសម្រាប់អ្នកទាំងអស់គ្នាមិនថាជាការស្វែងយល់ទេអាចមានប្រយោជន៍នៅពេលដែលយើងទៅដល់កូរ៉េប្រឡងដូវីសាឬក៏ខ្ញុំអត់ហ៊ាននិយាយថាចូលសញ្ជាតិអីទេព្រោះខ្ញុំអត់ធ្លាប់ឆ្លងកាត់អាការរៀនបែបហ្នឹងអូខេប៉ុន្តែវាប្រកាសជាអាចនឹងមានប្រយោជន៍នៅក្នុងពេលណាមួយតោះអញ្ចឹងយើងមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូបន្តទៀតទៅដែលយើងនឹងរៀនជាមួយគ្នាទៅលើគេវិញ្ញាសាតែម្ដងណា